ជួយសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះយើងនឹងរៀនការសន្ទនាខ្លីមួយដើម្បីយកទៅប្រើប្រាស់ជាប្រចាំថ្ងៃជាបន្តបាទឥឡូវកុំឲ្យខាតពេលយូរយើងទៅសិក្សាតែម្ដងយើងមានតួអង្គពីរគឺទី1 Nana ហើយទី2គឺរដ្ឋាអូខេខ្ញុំដឹងតួអង្គទាំងពីរនេះគេសន្ទនាអ្វីខ្លះយើងទៅតាមដានសិក្សាទាំងអស់គ្នាអូខេ Nana បាននិយាយថា What are you doing What are you doing បាទអញ្ចឹងតើអ្នកកំពុងតែធ្វើអ្វីហ្នឹងបាទតើអ្នកកំពុងតែធ្វើអ្វីហ្នឹងអូខេអញ្ចឹងរដ្ឋាបានឆ្លើយតបទៅណាណាថា I am cooking lunch I am cooking lunch ខ្ញុំកំពុងតែចម្អិនអាហារថ្ងៃត្រង់បាទបើសិនជាចម្អិនអាហារពេលល្ងាចបងប្អូនដូរ lunch ទៅជា dinner អញ្ចឹងទៅណាអញ្ចឹងខ្ញុំកំពុងតែចម្អិនអាហារពេលល្ងាចអូខេជាបន្តទៅទៀតបាទណាខ្ញុំសូមសរសេរអក្សរ n តំណាងហើយរដ្ឋាក៏ដូចគ្នាតោះអញ្ចឹង do you have lunch already do you have lunch already តើអ្នកញ៉ាំអាហារថ្ងៃត្រង់ហើយឬនៅអញ្ចឹងរដ្ឋាបានឆ្លើយប្រាប់ថា no not yet no not yet and you no not yet and youទេខ្ញុំមិនទាន់ញ៉ាំទេហើយចុះអ្នកវិញបាទ not yet គឺមិនទាន់រួចរាល់ក៏មិនទាន់ញ៉ាំទេបាទទៅអាស្រ័យលើបរិបទដែរណាអូខេ and you ក៏ដូចគ្នាបងប្អូនបើសិនជានិយាយមួយម៉ាក់ហើយចុះម៉ាក់វិញបើសិននិយាយបងហើយចុះបងវិញអញ្ចឹងទៅណាបាទអញ្ចឹងយើងអាស្រ័យលើបរិបទដូចគ្នា you គឺបងប្រែបានច្រើនណាយ៉ាតោះអញ្ចឹងណាបាននិយាយថា no not yet no not yetទេខ្ញុំមិនទាន់ញ៉ាំដូចគ្នាបាទអញ្ចឹងអត់ទាន់ញ៉ាំដូចគ្នារដ្ឋាក៏នៅណាក៏នៅដែរតោះអញ្ចឹងរដ្ឋាបាននិយាយថា What do you have for lunch today What do you have for lunch today តើអ្នកបានម្ហូបអីដែរថ្ងៃត្រង់ហ្នឹងតើអ្នកបានម្ហូបអីដែរថ្ងៃត្រង់ហ្នឹងបាទហ្នឹងបើសិន dinner យើងដាក់ dinner យ៉ាងទៅបងប្អូនអញ្ចឹងយើងប្រែពីថ្ងៃត្រង់ទៅជាអាហារពេលល្ងាចអញ្ចឹងទៅបន្តទៀតនោះគឺណាណាបាននិយាយថា Today I have Vietnamese sour soup with fish Today I have Vietnamese sour soup with fish ថ្ងៃនេះខ្ញុំមានសម្លម្ជូរយួនជាមួយត្រីបាទបើសិនជាសម្លម្ជូរយួនជាមួយសាច់ជ្រូកបងប្អូនដាក់ថា Today I have Vietnamese sour soup with pork ចឹងទៅណាបាទ pork សាច់ជ្រូកយ៉ាបាទអញ្ចឹង Vietnamese sour soup យើងប្រែថាសម្លម្ជូរយួនបាទ fish យើងប្រែថាត្រីបងប្អូនណាអូខេអញ្ចឹងរដ្ឋាបានបន្តថា What do you usually do after lunch What do you usually do after lunch តើជាធម្មតាបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយអ្នកធ្វើអីវិញបាទជាធម្មតាហ្នឹងបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយតើអ្នកធ្វើអីវិញបាទអញ្ចឹងបកមកបងប្អូនវិញតើបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយបងប្អូនធ្វើអ្វីដែរអានសៀវភៅឬមួយក៏មើលវីដេអូដើម្បីកម្សាន្តឬមួយក៏រៀនវីដេអូផ្សេងតាមរយៈ YouTube ឬក៏យ៉ាងណាបាទសូមជួយ share ទំនុកល្អៗបងប្អូនខ្ញុំបាទនឹងផងបាទអរគុណទោះជាមុនបងប្អូនណាអូខេតោះឥឡូវយើងមក share បន្តអញ្ចឹងណាបានប្រាប់ទៅរដ្ឋាថា I usually take a siesta and reading books I usually take a siesta and reading books ជាធម្មតាខ្ញុំគេងមួយសន្ទុះរួចខ្ញុំអានសៀវភៅបាទអញ្ចឹងusually បាទយើងប្រែជាធម្មតាបងប្អូនណា take a siesta គេងមួយសន្ទុះឬក៏គេងមួយសបល់ដែលយើងគេងថ្ងៃយ៉ាងម៉េចគេងមួយផ្លែហ្នឹងណាបាទហ្នឹងហើយអញ្ចឹង take a siesta អូខេចុះរដ្ឋាបាននិយាយថា great great do you read every day great do you read every day ល្អណាស់តើអ្នកអានជាប្រចាំថ្ងៃដែរទេល្អណាស់តើអ្នកអានជាប្រចាំថ្ងៃដែរឬទេអញ្ចឹងទៅអូខេតើបងប្អូនណាអាចយល់ណាយ៉ាបន្តទៀតអញ្ចឹងណាបាននិយាយថា Yes I usually read before I going to bed Yes I usually read before I going to bed
បាទជាធម្មតាខ្ញុំអានមុនពេលខ្ញុំទៅគេងបាទអញ្ចឹងជាធម្មតាហ្នឹងគាត់អានមុនពេលគាត់ទៅគេងបាទI usually ជាធម្មតាខ្ញុំអញ្ចឹងទៅ read before អានសិភៅឬក៏អានអីហ្នឹងI going to bed going to bed ហ្នឹងគឺទៅគេងចរិតថានិយាយថា that a great habit that a great habit that's a great habit នេះជាទម្លាប់ល្អណាស់បាទមុនគេងអានសភៅទីទួចអញ្ចឹងទៅដើម្បីគេជាចំណៃដល់ខួរក្បាលអូខេមួយចុងក្រោយបាទអញ្ចឹងណាបាននិយាយថា you should try it reading every important បាទសំដៅreading very important you should try it reading very important អ្នកគួរតែព្យាយាមដែរទៅបាទអានសៀវភៅគឺសំខាន់សំទោសហ្មងខ្វះក្រៅរត់ខ្លាំងណាស់ you should try it reading very important អ្នកគួរតែព្យាយាមដែរទៅអានសៀវភៅគឺសំខាន់ខ្លាំងណាស់បាទអញ្ចឹងបងប្អូនយល់ស្របនៅគំនិតរបស់គាត់ទេអានសៀវភៅពិតជាសំខាន់ខ្លាំងណាស់ហ្នឹងហើយអញ្ចឹងចំពោះការអានសៀវភៅពិតជាចំណេះដឹងដែលគ្មានដែនកំណត់ណាបងប្អូនសូម្បីតែ Bill Gates ឬមួយក៏ Barack Obama សតិនមហាសេដ្ឋីដែលគាត់និយាយថាការអានសៀវភៅហ្នឹងទោះបីគាត់មានខ្លាំងប៉ុណ្ណាក៏គាត់នៅតែអានសៀវភៅហ្នឹងមួយថ្ងៃ1ម៉ោងទៅ2ម៉ោងដែរបាទឬក៏3ម៉ោងដែរសម្រាប់ Bill Gates ហើយអញ្ចឹងយើងគួរតែព្យាយាមអានឲ្យបានច្រើនបងប្អូនណាតោះជឿថានិយាយថា thank you for sharing your routine with me thank you for sharing your routine with me អរគុណហើយសម្រាប់ការចែករំលែកទម្លាប់ប្រចាំថ្ងៃរបស់អ្នក thank you for sharing your routine with me អរគុណហើយដែលសម្រាប់ការចែករំលែកទម្លាប់ប្រចាំថ្ងៃរបស់អ្នក routine បាទ routine យើងអានថា routine យើងប្រែថាទម្លាប់ណាបងប្អូនណាអូខេអញ្ចឹងសម្រាប់វីដេអូមួយនេះក៏ឈានដល់ទីបញ្ចប់ហើយដែរបើសិនជាមានកំហុសខុសឆ្គងសូមការអធិស្ឋានហើយអធិស្ឋានបងប្អូនសំឡេងទៅតែងើបពីផ្ដាសាយអញ្ចឹងទៅក៏ដូរសំឡេងទីទួចដូច្នេះសង្ឃឹមថាបងប្អូនអធិស្ឋានអរគុណជំរាប